សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានសារសំខាន់ចង់ជម្រាបជូនអ្នកនរគ្នាយើងមើលឃើញថាសង្គមសប្តាហ៍ថ្ងៃនេះគឺតាមគ្នាប្រជែងគ្នាចឹងបើសិនបើយើងអត់រក្សាផ្លូវចិត្តបានយើងនឹងមានបញ្ហាផ្លូវចិត្តកើតឡើងជាមិនខានសប្តាហ៍ថ្ងៃមនុស្សខំរកលុយដើម្បីឲ្យទាន់គេឯងហើយពេលខ្លះមនុស្សក៏ភ្លេចរកទ្រព្យសម្បត្តិដែលសំខាន់នោះគឺទ្រព្យសម្បត្តិសុខភាពភ្លេចសន្សំសុខភាពសន្សំតែប្រាក់បាទដូច្នេះសុខភាពសំខាន់រកសំខាន់នៅត្រូវរកហើយសុខភាពយើងអាចយកលុយទិញបានទេត្រូវការសន្សំយើងអាចយកលុយទៅទិញសុខភាពល្អសម្ផស្សល្អបានទេទោះជាមានលុយច្រើនយ៉ាងណាក៏ដោយហើយដូច្នេះបើសិនបើយើងដូរគំនិតថាខ្ញុំប្រជែងអំពីសុខភាពពិតជាល្អមែនតើបាទអរគុណច្រើនជូនពរអ្នកទាំងអស់គ្នាមានពេលល្អ